ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូមេរៀនថ្មីនៅថ្ងៃនេះយើងនឹងសិក្សាមេរៀនទី1 Unit 1 Short A គឺតកតងនឹងសំឡេងប្រកបដែលជាសំឡេងខ្លីគឺ A អញ្ចឹងមាន A am an ឥឡូវយើងសិក្សា A ដែលជាសំឡេងខ្លីយើងមកសិក្សាទាំងអស់គ្នាហើយបងប្អូនអាចថាតាមខ្ញុំបានដើម្បីយើងបានវឹកហាត់ជាមួយគ្នាបាទពេលនេះគឺ cat យើងប្រកបយ៉ាងដូចម្ដេច k a k cat 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 k at cat cat បាទពាក្យស្រមោចឬក៏អង្ក្រងអីហ្នឹង ant យើងប្រកប a n an an t គេមានសំឡេង t នៅខាងចុងមួយទៀត an t បាទម្ដងទៀត an t ឥឡូវយើងមកដល់ពាក្យ yak អក្សរ y គឺសំឡេង y y a yeah yeah និង k ទៅជា yak 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 បាទនេះជាប្រភេទសត្វគោមួយយ៉ាងនេះបាទគេហៅថា yak រោមវាក្រាស់វែងនេះបាទឥឡូវយើងដល់ពាក្យបន្តមកទៀតគឺ axe axe បាទយើងអាននេះ a ហើយអក្សរ x នេះសំឡេងប្រកបរបស់វាគឺ x x x បាទដូចជាដូចកជើងសអញ្ចឹង x x a a បាទនឹង x a នឹង x ទៅជា x x តោះឥឡូវយើងវឹកហាត់អានបន្តទៀត a x យើងអានថា x x x a n ant ហើយមាន th នៅខាងចុងទៀតយើងអានថា ant 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 យើងចេញសំឡេង th th ant ant តែយើងបញ្ចេញសំឡេង th ហ្នឹងតែបន្តិចទេបាទ ant ant ពាក្យបន្តទៀតដដែលទេតែយើងវឹកហាត់ឡើងវិញ k a k k និង th ទៅជា cat 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 ឬយើងអាចប្រកប k at តែម្ដងក៏បានយើងប្រកបអានេះ a និង th ទៅជា at ហើយអញ្ចឹងយើងប្រកប k at cat cat បាទសត្វឆ្មាហើយពាក្យចុងក្រោយមួយទៀត yak 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 បាទសំឡេង k k សំឡេង k yak បាទ k ហ្នឹងយើងបញ្ចេញតែបន្តិចទេបាទឥឡូវយើងមកអានប្រយោគមួយនៅខាងក្រោមនេះ I see an ant and an axe បាទត្រង់នេះយើងអត់អាន an ទេយើងអាន earn វិញបាទ earn ហ្នឹងគឺតំណាងឲ្យមួយបាទមានន័យថាមួយបានឃើញស្រមោចឬក៏អង្ក្រងមួយក្បាលអញ្ចឹងទៅហើយនឹងពូថៅមួយ I see an ant and an axe បាទអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចចំពោះការប្រកបតាមរបៀបនេះវាមិនពិតប្រាកដបាទ 100% ទេប៉ុន្តែវាអាចជួយយើងក្នុងការអានភាសាអង់គ្លេសបាទឲ្យបានត្រឹមត្រូវហ្នឹងគឺភាគរយខ្ពស់ដែរបាទភាគរយខ្ពស់ដែរដោយសារពាក្យខ្លះវាមានការប្រែប្រួលបាទមានការប្រែប្រួលប៉ុន្តែការរៀនប្រកបតាមរបៀបនេះក៏ជួយឲ្យយើងបាទអានពាក្យអង់គ្លេសបាទបានលឿនច្រើនដែរ I see an ant
and an axe I see an ant and an axe បាទឥឡូវយើងអានបន្តទៀតបាទបងប្អូនអាចប្រកបជាមួយខ្ញុំបានបាទអនឹងម៉ោះបាទអក្សរ M គឺម៉ោះសំឡេងប្រកបវាម៉ោះម៉ោះទៅជាម៉ោះនេះសំឡេងរះអក្សរ A letter A បាទអ្នកខ្លះគាត់ហៅ letter O បាទក៏បានដែរតែខ្ញុំហៅ letter A សំឡេងប្រកបរះបាទអានេះយើងពីខាងលើយើងប្រកបរួចហើយមិញគឺសំឡេងវាគឺ M បាទសំឡេងប្រកបវាគឺ M អញ្ចឹងអានេះរះ M រ៉ាមរះ M រ៉ាមរ៉ាមរ៉ាមរះ M រ៉ាមបាទមេរៀនទាំងអស់នេះគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលបាទទៅតែចាប់ផ្ដើមបាទរៀនភាសាអង់គ្លេសដំបូងបាទវាជួយឲ្យយើងអាចអានភាសាអង់គ្លេសបាទបានត្រឹមត្រូវភាគរយច្រើនបាទប៉ុន្តែបើយើងចង់ឲ្យការអានភាសាអង់គ្លេសត្រឹមត្រូវច្បាស់លាស់អាហ្នឹងយើងអាចឆែកវចនានុក្រមមើលបានគឺវាមាន phonetic symbol របស់វាហើយយើងត្រូវរៀន phonetic symbol នឹងបន្ថែមទៀតដើម្បីយើងអាចអានសំឡេងនៅក្នុងវចនានុក្រមទាំងអស់ហ្នឹងបានបាទឥឡូវយើងមកអានពាក្យខាងក្រោមជាមួយខ្ញុំដូចគ្នារះ M រ៉ាមរះ M រ៉ាមJ អក្សរ J សំឡេងប្រកបគឺ J M jam បាទដំណាប់ jam ឥឡូវយើងមកពាក្យបន្តទៀតam yam បាទពាក្យមួយទៀត am dam យើងប្រើទំនប់ទឹកហ្នឹងបាទសូមអានពាក្យខាងក្រោមនេះទាំងអស់គ្នា ram dam yam jam ram dam yam jam ម្ដងទៀត ram dam yam jam បាទឥឡូវយើងមកប្រកបបន្តទៀតណោះនឹងណោះណោះទៅជា an F សំឡេងប្រកប f an fanបាទ fan គឺកង្ហាបាទឥឡូវយើងមកអានពាក្យខាងក្រោមទាំងអស់គ្នា an fan an man an man បាទចំពោះមេរៀនប្រកបសំឡេងនេះសូមបងប្អូនមានការកត់សម្គាល់លើខ្លួនឯងបាទពីព្រោះសំឡេងខ្លះនៅកន្លែងផ្សេងវាប្រកបផ្សេងនៅក្នុងពាក្យបាទផ្សេងហ្នឹងវាប្រកបផ្សេងអញ្ចឹងទៅបាទវាអត់បាទ 100% ប្រកាសថាអានអញ្ចឹងទេដូចខ្ញុំបញ្ជាក់អញ្ចឹងវាគ្រាន់តែបាទជាមូលដ្ឋានគ្រឹះបាទក្នុងការជួយឲ្យយើងអាចអានភាសាអង់គ្លេសបាទបានលឿននិងត្រឹមត្រូវបាទភាគរយច្រើនដែរតែមិន 100% ទេ an pan បាទ pan អាផ្ទះដែលមានរូបអញ្ចឹងបាទគឺយើងហៅថា pan ឥឡូវបាទចូលពាក្យទី4 can បាទយើងប្រកបទាំងអស់គ្នា an canបាទកំប៉ុងបាទឥឡូវយើងមកមើលបាទលំហាត់បាទនេះជាលំហាត់តូចមួយហើយគេដាក់រូបជាមួយនឹងពាក្យឲ្យយើងជ្រើសរើសពាក្យឲ្យស៊ីជាមួយទៅនឹងបាទរូបភាពឬក៏ឲ្យត្រូវអត្ថន័យជាមួយនឹងរូបភាពបាទនេះគឺជារូបមនុស្សប្រុសគឺគេជ្រើសយកពាក្យ man បាទចំពោះរូបនេះគឺបាទ pan បាទត្រឹមត្រូវ pan ហើយរូបទី3នេះគឺ can បាទកំប៉ុង
ហើយរូបនេះវិញគឺបាទ fan បាទត្រឹមត្រូវគឺកង្ហារបាទសូមបងប្អូនអានប្រយោគខាងក្រោមនេះទាំងអស់គ្នាដើម្បីជាការវឹកហាត់ The man has a can and a pan. The man has a can and a pan. The man has a can and a pan. បាទគេចង់និយាយថាបុរសបាទក្នុងរូបភាពនេះគឺគាត់មានកំប៉ុងហើយនឹងបាទខ្ទះបាទនឹងខ្ទះឆានេះបាទ The man has a can and a pan បាទឥឡូវយើងមកវឹកហាត់បាទសំឡេង short a ទាំងអស់គ្នា ant បាទចំណងជើងstory រឿងនេះគឺនិយាយអំពីបាទសត្វស្រមោចឥឡូវយើងទៅវឹកហាត់អានទាំងអស់គ្នាបាទទី1 A man with a van is at the dam. A man with a van is at the dam. A man with a van is at the dam. បាទបន្តទៀតទី2រូបភាពទី2 He has a fan, a can and a yam. He has a fan, a can and a yam. He has a fan, a can and a yam. បាទរូបទី3 The ant won the yam. 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 បាទរូបភាពទី4 The man puts jam on the yam for the ant បាទយើងអាន the ដោយសារពាក្យខាងមុខមានសំឡេងជាស្រៈបាទគឺ ant The man puts jam on the yam for the ant. The man puts jam on the yam for the ants. បាទចំពោះមេរៀននេះផងដែរក៏ឈានចូលមកដល់ទីបញ្ចប់និងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាទស្សនាមេរៀននេះហើយយើងនឹងជួបគ្នានៅមេរៀនបន្ទាប់